សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកមួយទាក់ទងជាមួយការ convert ពី text ទៅជាសំឡេងអញ្ចឹងយើងប្រើ app ឈ្មោះClipcam នេះមក Clipcam នេះគឺ free នៅលើកុំព្យូទ័ររបស់យើង free download free software open source ចឹងរបស់ Microsoft អញ្ចឹងបើអ្នកទាំងអស់គ្នាមានហើយអ្នកទាំងអស់គ្នាចុចsearch មក Clipcam ក៏បានបើអត់មានអ្នកទាំងអស់គ្នាចូលទៅ Google ដើម្បីចុច search អញ្ចឹងយើងចូលទៅទាំងអស់គ្នាអញ្ចឹងជាដំបូងឡើយយើងចូលទៅ Google ជ្រុលមកយើង search Clipcam អញ្ចឹងមករបស់ Microsoft ហើយមកអញ្ចឹងយើង search បែបនេះមកអូខេយើងចុច Clipcam download ហ្នឹងមកអូខេយើងចុចចូល link វាឲ្យយើង download free តែបើយើងមានស្រាប់យើងមិនបាច់ download ក៏បានយើងក៏ search នៅពីខាងក្រោមមកយើង search Clipcam អូខេដូចខ្ញុំមានស្រាប់ default របស់ Windows មកអញ្ចឹងណាអញ្ចឹងអ្នកនរគ្នា search បើកមកអូខេដោយសារដំបូងអញ្ចឹងវាអាចយូរបន្តិចដោយសារទៅជាមួយប្រសាស app អញ្ចឹងអត់អីទេបើកមកបាននៅ app ហ្នឹងវាមាន function ច្រើនទៀតមិនមែនតែ convert ពី text ទៅសំឡេងហ្នឹងទេវាអាចមាន AI generate video វាអាចឲ្យយើងកាត់តវីដេអូអីផ្សេងបាននៅលើ app ហ្នឹងនិយាយទៅ useful ដូច app ផ្សេងអញ្ចឹងអ្នកនរគ្នា create new video មកអូខេចុចចូលមកអញ្ចឹងអ្នកនរគ្នា upload វីដេអូយើងចូលមួយមកដើម្បីក្នុងការ testing យើង upload ចូលអូខេ upload ហើយយើងទាញបញ្ចូលមកអូខេទាញបញ្ចូលហើយយើងអាច play វីដេអូតេស្តក៏បានដែរអូខេនេះខ្ញុំ play តេស្តនេះវីដេអូចាស់អញ្ចឹងខ្ញុំបិទសលេងចោលហើយចាំយើង add convert text អញ្ចឹងអូខេមកដល់កន្លែងនេះអ្នកនរគ្នាយកវីដេអូមកកន្លែងនេះ text to speak នេះមានហើយយើងអញ្ចឹងយើងចុច text to speak មកហើយយើងអាចសរសេរអក្សរទៅតាមអីដែលយើងចង់ឲ្យនិយាយនៅក្នុងវីដេអូរបស់យើងអញ្ចឹងតែយើងចង់ប្រើភាសាគេមានខ្មែរមានអង់គ្លេសអញ្ចឹងនេះខ្ញុំតេស្តជាភាសាខ្មែរឲ្យអ្នកនរគ្នាអញ្ចឹងស្លេចយកខ្មែរហើយកន្លែង voice model នោះយើងចង់បានសលេងតែគេមានច្រើនអ្នកអញ្ចឹងច្រើនសលេងអញ្ចឹងយើងអាចតេស្តយកបានអញ្ចឹងអូខេខ្ញុំតេស្តយកមួយមកយកតាមអូខេហើយយើងសេ text តាមអីដែលយើងចង់បានមកសេ text ហើយយើងចុច save មកគឺជាការស្រេចអូខេយើងសេ text ហើយអញ្ចឹងចុច save អញ្ចឹងយើងអាច play វីដេអូតេស្តបានយើងចុច play ក៏ចុច play មកគឺលើសលេងយើងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកមួយអំពីការ convert ពីអក្សរទៅជាសំឡេងអូខេហ្នឹងហើយតើតើជាមួយ app នេះគឺមាន function ច្រើនមែនតើអញ្ចឹងអ្នកនរគ្នាអាចមើលមាន sound មាន screen មាន start screen ទៅកាមេរ៉ាមានកាមេរ៉ាមាន sound មាន audio មានអីចឹងច្រើនទៀតហើយនិយាយទៅគឺមានច្រើនយើងអាចតេស្តបានដូចកន្លែងនេះមាន effect ឬក៏ sound effect ឬក៏អីចឹងអាចឲ្យយើង add បានជា icon ក៏មានអញ្ចឹងអ្នកនរគ្នាអាចតេស្តបានហើយមានជា template ឲ្យយើងក៏មានខាងក្រោមនេះជា text ជា font style អញ្ចឹងបើអ្នកនរគ្នាចូលចិត្តវីដេអូចឹងដែលខ្ញុំសូមជួយចុច subscribe ដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀតមួយទៀតបើសិនអ្នកនរគ្នាមានចម្ងល់ឬក៏មិនទាន់ច្បាស់កន្លែងណាអាច comment ខាងក្រោមខ្ញុំនឹងធ្វើវីដេអូចែករំលែកបន្ថែមទៀតអរគុណ